នៅកណ្ដាលព្រះនគរដ៏សុខសាន្តព្រះនាងបុប្ផាតែងតែចំណាយពេលថែរក្សាផ្កាឈូកមាសរបស់ទ្រង់ប៉ុន្តែរឿងមិននឹកស្មានដោះបានកើតឡើងនៅពេលដែលផ្កាឈូកមាសប្រែជាក្រៀមស្វិតដោយអពមង្គលបិសាចស្រមោលដល់កំណាតបានបង្ហាញខ្លួនវាបានលួចយកពន្លឺនៃសេចក្តីសុខចេញពីព្រះនគរដើម្បីសង្គ្រោះរាព្រះនាងត្រូវតាមរកអ្នកការពារតាមពាក្យទំនាយបុរាណព្រះនាងបានយាងចូលទៅក្នុងព្រៃអាថ៌កំបាំងដែលពោរពេញដោយគ្រោះថ្នាក់និងមន្តអាគមក្នុងរោងភ្នំពុទ្ធិស័ក្តិព្រះនាងបានដើរចូលដោយសំពះស្ដេចតោដែលកំពុងតាំងសមាធិរួចព្រះនាងសូមឲ្យទ្រង់ជួយនគររបស់ខ្លួនដែលកំពុងជួបបញ្ហាស្ដេចតោមានភក្តីភាពក៏យល់ព្រមតាមព្រះនាងត្រឡប់មកវិញដើម្បីកម្ចាត់ភាពងងឹតសង្គ្រាមដ៏អស្ចារ្យបានចាប់ផ្ដើមការប្រយុទ្ធដ៏ស្វិតស្វាញរវាងស្ដេចតោនិងបិសាចងងឹតអ្នកទាំងពីរបានប្រើសិលប្រយុទ្ធគ្នាទៅវិញទៅមកយ៉ាងខ្លាំងក្លាចុងក្រោយស្ដេចតោបានយកឈ្នះបិសាចងងឹតពន្លឺបានត្រឡប់មកវិញព្រះនគរទាំងមូលរស់នៅដោយក្តីសុខក្រោមការការពារពីស្ដេចតោជារៀងរហូត